បាទថ្ងៃនេះខ្ញុំមកធ្វើវិធីបំពងត្រីហូបជាមួយនឹងនំបញ្ចុកបងប្អូនเนาะបាទនឹងហើយមានបងប្អូនណាខ្លះដែលបំពងត្រីហើយយើងហូបជាមួយនឹងនំបញ្ចុកគឺនំបញ្ចុកគឺយើងធ្វើទឹកត្រីខាប់បងប្អូនគឺយើងចាវទឹកត្រីណាឲ្យក្អូបហើយឲ្យរាងខាប់មកបងប្អូនណាអានឹងស្រ័យចំណងចំណូលចិត្តរបស់យើងបងប្អូននេះគឺហូបឆ្ងាញ់មែនបងប្អូនហើយដាក់អំពិលទុំណាហ្នឹងហើយយើងចាវហើយឲ្យរាងខាប់មកទឹកត្រីយើងបងប្អូនឲ្យរាងស្អិតណាឲ្យស្អិតភាសាសាមញ្ញគឺឲ្យវាស្អិតបងប្អូនណាហ្នឹងហើយប្រកបជាមួយនឹងត្រីណាគឺឆ្ងាញ់ណាបងប្អូនហើយបាទហ្នឹងហើយបងប្អូនមិនជឿបងប្អូនសាកណាសាកធ្វើដូចខ្ញុំបងប្អូននឹងដាក់ស្លឹកខ្ទឹមហើយបំពងវាឡើងក្អូបអត់ឯងទឹកត្រីវាហ្នឹងបងប្អូនណាហើយវីដេអូមានប៉ុណ្្នឹងទេបាយបាយអរគុណជម្រាបលា